តោះនេះបានឃើញ BTC ធ្លាក់ទៅដល់90000ហើយនឹង84000នេះក្នុងហ្នឹងអញ្ចឹង BTC ធ្លាក់នេះគឺខ្ញុំមិនមែនទៅតែវិភាគខ្ញុំវិភាគតាំងពីខែ6ខែ7មកមែននៅក្នុង Fibonacci extension របស់ខ្ញុំប៉ុន្តែខ្ញុំអត់ចង់និយាយពីការវិភាគតទៅទៀតទេតែទៅមួយកន្លែងនឹងពលិសាថា Fibonacci extension មួយនេះគឺបាន complete បាត់ទៅហើយនៅក្នុងហ្នឹងណាប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនេះគឺតកតងជាមួយនឹងពេលអនាគតតកតងជាមួយនឹង bear market មួយនេះចឹងតែយើងត្រូវធ្វើម៉េចនៅក្នុង cryptocurrency នៅពេលដែលយើងជួបនៅក្នុងវិបត្តិ bear market គឺយើងមានជំរើសពីរតកតងជាមួយនឹងដែលយើងអាចយកផលចំណេញពី bear market បានព្រោះដោយសារតែបើយើងទិញ crypto ហើយយើងសំទុកគឺយើងចាំឲ្យវាឡើងថ្លៃនៅក្នុងហ្នឹងប៉ុន្តែយើងមានចំណុចដែលយើងអាចនឹងរកលុយពីវាបានទី1គឺធម្មតាគឺយើង trade ទៅលើ future នៅក្នុងហ្នឹងខ្ញុំ future មិនចាំបាច់ឲ្យតែ coin នោះឡើងទេ coin នោះធ្លាក់ក៏ដោយក៏យើងអាចធ្វើការ short ដើម្បីយើងរកប្រាក់ចំណេញបានដែរប៉ុន្តែគឺវាត្រូវការជំនាញខ្លាំងនៅក្នុងហ្នឹងបើសិនជាអ្នកនរអត់មានជំនាញនៅក្នុងការ trade future អត់មាន risk management psychology របស់អ្នកនរខ្ញុំគិតថាអ្នកនរកុំប៉ះវាល្អជាងតែតើជាមួយ sport តែយើងត្រូវធ្វើម៉េចតែតើជាមួយនឹងការ trade sport គឺយើងអាចធ្វើការ DCA ទៅលើកាក់មួយហ្នឹងបានខ្ញុំឧទាហរណ៍ជាក់ស្ដែងទៅលើ Bitcoin ចុះ Bitcoin គឺនឹងអាចនឹងបន្តចុះតិចទៀតប៉ុន្តែបើសិនជាយើងចង់ទិញឥឡូវក៏វាអត់មានពោះពេលដែរយើងទិញបែបលក្ខណៈឆ្លាតវៃបានន័យថាយើងទិញលុយយើងមាន$100,000អញ្ចឹងយើងទិញត្រឹមតែ20,000បានហើយនៅក្នុងចំណុចមួយហ្នឹងអញ្ចឹងបើសិនជាវាបន្តធ្លាក់ទៀតយើងអាច add up 20,000បន្ថែមទៀតនៅក្នុងចំណុចមួយណាដូចជា60000ឬក៏50000ឬក៏70000អញ្ចឹងទៅហើយយើងអាចយកលុយយើងទាំងអស់ទៅ all in បាននៅក្នុងហ្នឹងអញ្ចឹងបានន័យថាមិនបានន័យថានៅពេលណាដែល bear market យើងអាច add ឬក៏យើងទិញនៅចំណុចមួយណាដែលវាល្អប៉ុន្តែមិនមែនទិញលុយទាំងអស់ហ្នឹងណាហើយសម្រាប់អ្នកដែលគាត់មានជំនាញហើយសម្រាប់ future យើងអាចនឹងរកមើលកន្លែង short time មិនថា short time មិនន័យថាមិនន័យថា BTC មកដល់ចំណុចមួយហ្នឹងវាអាចនឹង bounce មកវិញធ្វើការ retracement ប៉ុន្តែយើងអាចនឹងរកមើលកន្លែង short ទៅតាម structure របស់វាដើម្បីបន្តទៅក្នុងវាយផ្ដាច់ដូចជា inducement ឬក៏គេហៅថា liquidity ជាដើមអញ្ចឹងតើតើជាមួយនឹងកន្លែងនេះដែរអ្នកដែលគាត់ hold spot ដែលគាត់ជាប់នៅយើងនិយាយស្រាប់នៅចុងឈើណានឹងឬក៏ជាប់នៅខាងលើ company ព្រោះដោយសារតែបើសិនជាយើងអត់លក់ក៏យើងអត់ខាតដែរព្រោះអ្នកដែលគាត់វិនិយោគទៅលើ stock ក៏ដោយទៅលើ crypto ក៏ដោយអ្នកខ្លះគាត់ hold 2 ឆ្នាំអញ្ចឹងសម្រាប់អ្នកដែលគាត់ជាប់នៅលើចុងឈើកុំលក់បើសិនជាយើងគិតថានេះគឺជាលុយរបស់យើងធ្វើការវិនិយោគយើងអត់ត្រូវការវាទេយើងទុកវាទៅឬក៏អាចយើងយកវាទៅធ្វើការ stake នៅកន្លែងណាក៏បានដែរអត់ជាបញ្ហាទេប៉ុន្តែសម្រាប់អ្នកដែលគាត់មានជំនាញ future ដូចខ្ញុំនិយាយមិញអញ្ចឹងយើងអាចធ្វើការ long ឬក៏ short ទៅតាមអ្វីដែលយើងអាចមើលឃើញហើយ complete risk management ចឹងនេះគឺជា advice របស់ខ្ញុំសម្រាប់ធ្វើការយកលុយពី cryptocurrency នៅពេលដែលវានៅក្នុងស្ថិតនៅក្នុង bear season bull season អត់បញ្ហាដល់ទិញនឹង spot long future ផងហើយ spot វិញទិញគឺសុបាយកោបលុយមែនទែននៅក្នុងហ្នឹងប៉ុន្តែបើសិនជា bear market វិញយើងអាចធ្វើការទិញ spot បានដែរប៉ុន្តែទិញលក្ខណៈ DCA ហើយទិញនៅក្នុងចំណុចមួយណាដែលវាសមរម្យតម្លៃល្អចាំយើងទិញមិនមែន all in ទេគឺទិញទៅតាមលុយដែលយើងមាននៅក្នុងហ្នឹងហើយបើសិនជាបងៗគាត់ថាខ្ញុំអត់ចេះ trade future ទេនៅក្នុងហ្នឹងតែខ្ញុំធ្វើម៉េចតោះនេះរៀនអត់មានអីក្រៅពីរៀននេះហើយរៀនហ្នឹងមិនមែនរយៈពេលខ្លីទេបងប្អូនយ៉ាងហោចណាស់ក៏កន្លះឆ្នាំទៅ1ឆ្នាំដែរបងប្អូនអាចនឹង master ទៅលើ psychology របស់អ្នកនរគ្នាហើយអ្នកនរគ្នា master ទៅលើ risk management ឧទាហរណ៍ថាការវិនិយោគឬការ trading មួយនេះគឺវាពឹងផ្អែកទៅលើ self management ខ្លាំងមែនទែនអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ធ្វើការសិក្សាថ្នាក់ WDF យើងមានស្រាប់ឯនៅក្នុងហ្នឹងណាអញ្ចឹងអាចតាក់ទងទៅខាង admin របស់ពួកយើងបានធ្វើការចុះឈ្មោះហើយដើម្បីយើងទាញផលចំណេញពីផ្សារ bear market នេះបាន